បងប្អូនបាទបងប្អូនណាដែលនៅក្នុងកម្មវិធីសម្រក់គីឡូហើយបងប្អូនចង់ស្រក់គីឡូលឿនអូខេខ្ញុំជូន3របៀបបាទ3វិធីនេះបើសិនបងប្អូនយកទៅធ្វើតាមខ្ញុំធានាថាបងប្អូននឹងស្រក់គីឡូបានងាយស្រួលហើយលឿនបំផុតបាទអញ្ចឹងវិធីទី1បងប្អូនគួរកាត់បន្ថយការទៅញ៉ាំអាហារនៅខាងក្រៅបាទក្រៅផ្ទះបងប្អូនបាទមានន័យថាម៉េចមានន័យថាបើសិនជាបងប្អូនចង់ហូបអាហារបងប្អូនហូបនៅក្នុងផ្ទះប្រសើរជាងហេតុអីមូលហេតុអាហារនៅខាងក្រៅគឺសម្បូរទៅដោយគេហៅថាគ្រឿងដិតបាទឧបមាថាផ្អែមពេកបាទឬក៏ប្រៃពេកអញ្ចឹងទៅបាទឬក៏ខ្លាញ់ពេកបាទពពួកអស់ហ្នឹងដែលធ្វើឲ្យបងប្អូនមិនងាយស្រកអូខេកត្តាទី2ឬក៏វិធីទី2បាទបងប្អូនញ៉ាំអាហាររាល់ថ្ងៃក្នុងរបបអាហារបងប្អូនហ្នឹងគួរកាត់បន្ថយស្ករបងប្អូនបាទស្ករសំខាន់ណាស់បងប្អូនអញ្ចឹងយើងទាំងអស់គ្នាអត់សូវដឹងទេបាទភាគច្រើនយើងចេះថាកាត់បន្ថយខ្លាញ់តែពិតអត់ទេការកាត់បន្ថយស្ករនេះគឺធ្វើឲ្យបងប្អូនស្រក់គីឡូលឿនហើយក្មេងជាងវ័យទៀតបងប្អូនបាទសំខាន់ហើយវិធីទី3បាទញ៉ាំទឹកឲ្យត្រូវនឹងគីឡូរបស់យើងបាទហៅថាញ៉ាំឲ្យត្រូវស្តង់ដារអូខេអញ្ចឹងបងប្អូនមានចាំក្បួនទេដែលខ្ញុំតែងតែរំលឹកមកបើសិនជាបរោះយើងយកគីឡូខ្លួនយើងហ្នឹងគុណនឹង0.05អញ្ចឹងឃើញចំនួនទឹកដែលយើងត្រូវញ៉ាំហើយបើសិនឃើញចំនួនទឹកត្រូវញ៉ាំហើយបងប្អូនបាទបងប្អូនគួរញ៉ាំទឹកនេះបាទគឺញ៉ាំសឹមកុំបខំអូខេអញ្ចឹងទឹកហ្នឹងបងប្អូនទឹកម៉ាក់អីក៏បានដែរស្រេចបងប្អូនទេអូខេឲ្យតែជាទឹកបរិសុទ្ធត្រឹមត្រូវមានអនាម័យណាអញ្ចឹង3វិធីនេះបាទបើសិនជាបងប្អូនអ្នកខ្លះពិបាកក្នុងការញ៉ាំទឹកទៀតបងប្អូនអាចនេះលាយម្សៅតែដូចខ្ញុំនេះបាទខ្ញុំលាយជាមួយម្សៅតែនេះគឺធ្វើឲ្យខ្ញុំនឹងជំរុញក្នុងការញ៉ាំទឹកបានច្រើនហើយជួយឲ្យយើងនឹងមានការបត់ជើងតូចស្រួលអូខេធ្វើឲ្យលក្ខណៈក្នុងខ្លួនរបស់យើងស្រួលអញ្ចឹងការញ៉ាំទឹកសំខាន់បងប្អូនអូខេអញ្ចឹងបើសិនជាបងប្អូននៅតែមិនទាន់ច្បាស់តាក់ទងនឹងការគុណគីឡូឬក៏តាក់ទងនឹងវិធីសាស្ត្រស្រក់គីឡូបងប្អូនអាចឆាតមកសួរខ្ញុំតាម Facebook ឬក៏លេខទូរស័ព្ទរបស់ខ្ញុំខាងលើនេះបានបាទអរគុណច្រើន